ចាជំរាបសួរបងតើបងមានបំណងខ្ចប់បាយប្រអប់ឲ្យកូនយកទៅសាលាតែអត់ដឹងថាចាប់ផ្ដើមពីចំណុចណាឬខ្ចប់មកហូបអ្វីឲ្យកូនមែនទេវីដេអូនេះនឹងបង្ហាញបងពីវិធីដ៏សាមញ្ញមួយក្នុងការព្រៀងទុកក្នុងការខ្ចប់បាយម្ហូបឲ្យកូនយកទៅសាលាចាវិធីមួយដ៏សាមញ្ញដែលខ្ញុំឧស្សាហ៍ធ្វើគឺចម្អិនម្ហូបកាត់បន្លែផ្លែឈើទុកពីយប់មុនថ្ងៃដែលត្រូវវេចខ្ចប់ចាហើយទាំងនេះគឺជាមុខម្ហូបដែលខ្ញុំមានកម្រងថាខ្ចប់ឲ្យកូនយកទៅសាលាហើយខ្ញុំបានត្រៀមទុកពីយប់មានប៉េងប៉ោះ cherry មានផ្លែប៉ោមដែលចិត្តហើយកាត់ជាដុំហើយមានម្ហូបពីរមុខគឺឆាស៊ូគីនីហើយនិងសាច់ប៉ាតេដែលខ្ញុំធ្វើខ្លួនឯងនៅផ្ទះចាម្ហូបទាំងនេះឬក៏បន្លែផ្លែឈើគឺយើងព្យាយាមកាត់ជាទឹកឲ្យអស់ដោយដាក់នៅលើ paper towel ដើម្បីឲ្យស្រស់ទឹកល្អដើម្បីកុំឲ្យឆាប់ខូចចាចំពោះមុខម្ហូបដែលត្រូវចម្អិនគឺភាគច្រើនខ្ញុំចាប់ចេញពីម្ហូបដែលចម្អិនញ៉ាំជុំគ្នានៅបាយល្ងាចហើយខ្ញុំចាប់ចេញដាក់កូនចានមួយដាក់ក្នុងប្រអប់បិទឲ្យជិតទុកក្លាសេក្នុងទូទឹកកកពេលចម្អិនហើយភ្លាមគឺយើងចាប់ទុកភ្លាមតែម្ដងជៀសវាងយកម្ហូបដែលលុបស្លាប់ពេលញ៉ាំហើយម្ហូបដែលញ៉ាំហើយយកទៅទុកគឺកើនបាក់តេរីនៅក្នុងទូទឹកកកដូច្នេះហើយអត់សូវសមស្របសម្រាប់ខ្ចប់បាយយកឲ្យកូនយកទៅសាលាទេចំពោះមុខម្ហូបខ្ចប់ថ្ងៃនេះវិញគឺខ្ញុំក៏ធ្វើបាយខ្ចប់សារាយផងដែរគឺគ្រាន់តែដួសបាយក្តៅៗយកមករមូរជាមួយនឹងសារាយតែប៉ុណ្ណោះចាបន្ទាប់មកគឺខ្ញុំយកម្ហូបដែលចម្អិនយប់មិញគឺចាប់ទុកប្រហែលជា 3-4 ម៉ាត់មនុស្សធំយកទៅកម្ដៅក្នុង microwave ម្ហូបប៉ុណ្នេះគឺកម្ដៅតែប្រហែលជា10ទៅ15វិនាទីតែប៉ុណ្ណោះចាម្ហូបកម្ដៅរួចហើយខ្ញុំចាប់ផ្ដើមសៀតម្ហូបចូលទៅក្នុងប្រអប់ហើយដោយដាក់ម្ហូបនៅក្នុងកូនប្រអប់ស៊ីលីកុនទុយៗខាន់ដាច់ពីគ្នាដើម្បីជៀសវាងការឈាតចូលនៃជាតិរបស់ម្ហូបចូលទៅក្នុងបន្លែឬក៏ផ្លែឈើជាដើមចាចំណុចមួយដែលសំខាន់ក្នុងការសៀតម្ហូបចូលក្នុងប្រអប់ដែលខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាគឺជាយាមសៀតម្ហូបឲ្យអស់ចន្លោះនៅក្នុងប្រអប់ដើម្បីឲ្យម្ហូបអាហារនៅក្នុងប្រអប់នេះនៅរក្សាសោភ័ណភាពបានស្អាតល្អហើយម្ហូបដែលយើងបើកមកគឺនៅស្អាតដូចដើមនៅពេលដែលយើងខ្ចប់យ៉ាងដូចនេះដែរគឺម្ហូបយើងសៀតកុំឲ្យតឹងពេកឬធូរពេកដើម្បីឲ្យម្ហូបនៅនឹងល្អនៅក្នុងកតាបនៅពេលដែលរង្គោះរង្គើគឺម្ហូបនៅកន្លែងដដែលនៅពេលដូចដែលយើងខ្ចប់យ៉ាងដូចនេះដែរចាបន្ទាប់មកខ្ញុំដាក់សាច់ប៉ាតេចូលបន្ទាប់មកគឺដាក់បាយដែលរុំជាមួយនឹងសារាយចូលចាដោយសារនៅកន្លែងដាក់សៀតបាយចូលនេះនៅរៀងមានចន្លោះបន្តិចដូច្នេះខ្ញុំដាក់ថែមប៉េងប៉ោះ cherry ចូលបន្តិចទៀតដើម្បីបំពេញចន្លោះនេះចុងក្រោយខ្ញុំដាក់ផ្លែប៉ោមដែលចិត្តឲ្យពីយប់នេះដើម្បីបំពេញចន្លោះប្រអប់បាយនេះឲ្យអស់ចាគឺលើយ៉ាងណាកុំឲ្យតឹងពេកនិងកុំឲ្យធូរពេកព្យាយាមបំពេញឲ្យអស់ចន្លោះនៅក្នុងប្រអប់បន្ទាប់មកមានប្រអប់មួយទៀតគឺប្រអប់អាហារសម្រន់ដែលកូនស្រីខ្ញុំញ៉ាំនៅពេលចេញលេងដូច្នេះហើយខ្ញុំមានខ្ចប់ជាផ្លែឈើឬក៏នំគ្រីមខ្លះជាទូទៅតែថ្ងៃនេះដោយសារខ្ញុំមានដំឡូងហាលតែខ្ញុំធ្វើការពីម្សិលមិញដែរខ្ញុំក៏ដាក់ដំឡូងហាលធ្វើជាអាហារសម្រន់ឲ្យកូនជាមួយនឹងក្រូចឃ្វិចចាខ្ញុំជឿថាវិធីចាប់ផ្ដើមដ៏សាមញ្ញនេះហើយនឹងបាយប្រអប់ដ៏សាមញ្ញមួយនេះបងក៏អាចចាប់ផ្ដើមធ្វើបានដែរគឺយើងហាត់ធ្វើតែពី2ឬក៏3ថ្ងៃគឺអាចចាប់ផ្ដើមធ្វើបានហើយចុងក្រោយបងអើគឺខ្ញុំចាប់ផ្ដើមបិទប្រអប់បាយទាំងនេះរួចដាក់ចូលទៅក្នុងកាបូបមួយដែលគេធ្វើសម្រាប់ដាក់ប្រអប់បាយដែលធ្វើឲ្យប្រអប់បាយនេះអត់មានកលាប់ពីបាតទៅខាងលើវិញទេការដាក់ប្រអប់នៅក្នុងកាបូបដែលធ្វើឲ្យមានលំនឹងហើយនឹងទប់ការរង្គោះរង្គើរបស់ប្រអប់នៅក្នុងកាតាបស្ពានរបស់កូននេះគឺដើម្បីរក្សាសោភ័ណភាពរបស់ម្ហូបនៅពេលដែលបើកមកគឺនៅស្អាតដដែលសូមអរគុណដែលបានតាមដានទស្សនាវីដេអូនេះរហូតដល់ចប់សូមជម្រាបលា